Đối đạiអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយខ្ញុំគឺបានជប់ធ្វើវីដេអូពី Minecraft អស់រយៈពេល2ឆ្នាំមកហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងត្រឡប់មកធ្វើវីដេអូអំពី Minecraft ម្ដងទៀតខ្ញុំគឺពិតជាមានអារម្មណ៍ថានឹកហ្គេមមួយនេះមែនតើដែលវាតែងតែផ្ដល់នូវភាពសប្បាយរីករាយឲ្យខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំនៅពេលដែលខ្ញុំលេងជុំគ្នាផងដែរអញ្ចឹងគឺហ្គេមមួយនេះគឺវាបានផ្ដល់ memory ជាច្រើនមកឲ្យខ្ញុំក៏ដូចជាមិត្តភ័ក្តិរបស់ខ្ញុំផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅលេងវិញទាំងអស់គ្នា Let's goឈប់មុននឹងចូលដល់វីដេអូកុំភ្លេច like ក៏ដូចជា subscribe លើវីដេអូនេះម្នាក់ផងអរគុណតើយើងចូលទៅក្នុងហ្គេមទាំងអស់គ្នានេះគឺជាផ្ទះដែលខ្ញុំបានធ្វើវាដោយសារតែខ្ញុំគឺជា player ដំបូងចង់ខ្ញុំមកសូវចេះ build ឬក៏សាងសង់ផ្ទះឲ្យវាល្អខ្ចោយទេហើយបន្តមកខ្ញុំក៏បានមកអង្គុយមើលថ្ងៃលិចផងដែរថាតែវាជាមានអារម្មណ៍ថានឹកមែនតើនឹកហ្គេមនេះមែនតើនឹកតែមិត្តភ័ក្តិអាចធ្លាប់លេងជាមួយគ្នាក៏ប៉ុន្តែឥឡូវនេះគឺនៅសល់តែឯងទេដោយសារតែគេឈប់លេងអស់ហើយគេក៏និយាយទៅយើងក៏បាយរៀនចប់រៀងខ្លួនចឹងទៅក៏បាយគ្នាទៅហើយក៏យើងនៅលេងយ៉ាងនេះតែម្នាក់ឯងទេអញ្ចឹងពិតជានឹកមែនតើហើយនេះគឺជាកូនមន់ដែលខ្ញុំបានចង់មាននៅក្នុងផ្ទះហ្នឹងសិនតែខ្ញុំអត់ទាន់បានកាប់ឈើកាប់អីដើម្បីថាយើងធ្វើត្រង់ចាំមន់ទេអញ្ចឹងគឺខ្ញុំដាក់នៅក្នុងផ្ទះហ្នឹងសិនហើយក៏ខ្ញុំទទួលបានពើមន់3 4គ្រាប់ដែរអូខេអញ្ចឹងវីដេអូនេះក៏ខ្ញុំអត់ទាន់បានចូលលេងនៅក្នុង server ណាដែរអញ្ចឹងអ្នកនរគ្នាកុំភ្លេច recommend server ដែលខ្ញុំគួរតែលេងផងដោយសារតែខ្ញុំជា player new ទេអញ្ចឹងខ្ញុំអត់សូវចេះ build ឬក៏អត់សូវចេះប្រយុទ្ធគ្នាទេក៏ប៉ុន្តែខ្ញុំពិតជាចង់ចូលលេងក្នុង server ដែលមានការប្រយុទ្ធគ្នាដូចជា Metania Content yes ខ្ញុំគិតថាខ្ញុំចង់លេងក្នុងហ្នឹងដើម្បីក្លាយជាទាហានម្នាក់ដែលអាចការពារ base ហនុមានឬក៏អាណាចក្រនេះបានក៏ប៉ុន្តែខ្ញុំមិនអាចចូលបានទេដោយសារតែខ្ញុំអត់ដឹងថាតាក់ទងទៅពួកគាត់តាមរយៈណាទេហើយខ្ញុំក៏អត់ដឹងថាគួរចូលលេងតាមរបៀបណាដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចុច like ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ